របៀបគេចាប់ OB យើងមើលទៅលើ candle ដែលវាចុះមកចេះវាចុះមកwait គូនេះវាចុះមកចេះវាចុះមកអញ្ចឹងហើយវាបន្សល់ទុកនេះកន្លែងនេះបើសិនជា candle នេះcandle នេះវាបន្តឡើងទៅលើនេះទៀតទៅលើទៅណាកន្លែងណាមួយអញ្ចឹងទៅកន្លែងនេះthe last candle ហ្នឹង last candle វាចុះមកហ្នឹងដែលថា last candle bearish ហ្នឹងវាคล้ายទៅជា OB ឯកន្លែងហ្នឹងដែរអ្នកទិញគេចាប់ផ្ដើមទប់តម្លៃនៅត្រឹមហ្នឹងហើយគេអត់ឲ្យបន្តចុះទៀតទេអញ្ចឹងកន្លែងហ្នឹងគេចាត់ទុកវាជា OB បើសិនជាអ្នក candle ចុងក្រោយនេះវាបន្តឡើងទៅលើនេះទៀតអញ្ចឹងមកន័យថាកន្លែងហ្នឹងជា OB មួយពេលដែលយើងចាប់យើងយក trend line របស់យើងមកឬក៏ rectangle នេះគូវាមកចាប់ចុងស្មៅក្រោមចុងស្មៅខាងលើហ្នឹងហើយយើងដាក់ឈ្មោះវាមកជា OB មកកន្លែងហ្នឹងយើងចាត់ទុកវាជា OB មួយហើយដូចកន្លែងចាស់នេះអញ្ចឹងមុននឹងវាឡើងទៅមុននឹងវាចុះទៅដូចកន្លែងនេះឥឡូវមើលជាក់ស្ដែងកន្លែងនេះក៏ជា OB មួយនេះ last candle ឬក៏យើងចាប់អានេះដែលមានស្មៅវែងនេះព្រោះពេលដែលយើងដាក់ stop loss គឺយើងដាក់ពីលើស្មៅហ្នឹងហើយយើងដាក់នៅកន្លែងបិទនេះកន្លែង body នេះយើងដាក់នៅលើស្មៅនេះជិះវាពេលដែលវា retrace មកវិញទៀតនេះវាឡើងទៅបុកនេះវាអត់ដាច់ SL របស់យើងទេអញ្ចឹង TP របស់យើងវានឹងមកដល់កូដាកន្លែងនេះដូចវាធ្លាក់មកហើយបើសិនជាយើងខកខានកន្លែងនេះបើសិនជាយើងអត់បានចូលកន្លែងនេះអញ្ចឹងយើងចាំ retest ពេលដែលវាធ្លាក់មកម្ដងនេះហើយកន្លែងនេះមាន OB ដែលយើងត្រូវចាប់ទេយើងចាំឲ្យវាធ្លាក់ហើយវានឹង retrace ឡើងទៅលើអញ្ចឹងកន្លែងនេះយើងមាន OB មួយនេះ OB យើងចាំ set up កន្លែងហ្នឹងវិញពេលដែលយើងចូល set up យើងយក rectangle របស់យើងមកគូមកដើម្បីយើងស្រួលមើលសម្គាល់វាកន្លែងនេះ zoom តិចមកនេះ last candle កន្លែងហ្នឹងហើយដល់ពេលដែលយើង set up short position យើង set up កន្លែងនេះហើយ stop loss របស់យើងនៅពីលើនេះ TP របស់យើងមកត្រឹមកន្លែងដែល all OB នេះ all OB របស់យើងនេះall OB យើងឃើញនៅមានកន្លែងនេះមួយ OB នេះ the last candle OB យើងចាប់វាទៀតមកនេះអញ្ចឹងពេលដែលយើង set up ពីត្រឹមនេះមក SL របស់យើងនៅខាងលើ TP របស់យើងនៅកន្លែង OB ចាស់យើងដាក់ត្រឹមលើនេះមកយើងមកចាំដាក់ដល់ចុងស្មៅវាទេព្រោះយើងកាត់ឆាប់បាន profit លឿនវាធំដែរ SL យើងតូចមួយទៀតនេះចឹងវីដេអូមានតែប៉ុណ្ណឹង OB វីដេអូក្រោយពី FVG ម្ដងបញ្យល់ពី FVG